រឿង Bus Lovely Vibe អើយហើយម៉េចខ្ញុំទេឆានមិនហៅមិនក៏លោកនៅទីនេះខ្ញុំមកជួបនាងអ្វីដែលខុសយើងមកនិយាយគ្នាឲ្យល្អៗទៅបានទេហើយម៉េចខ្ញុំតែងតែរងចាំនាងទៅកោះជាមួយខ្ញុំបានទេខ្ញុំបានកក់ទុករួចរាល់អស់ហើយត្រឹមតែពេលនេះប៉ុណ្ណោះខ្ញុំចង់និយាយជាមួយនាងត្រឹមតែពេលនេះប៉ុណ្ណោះយកព្រមជាមួយខ្ញុំទៅកុំរែងខ្ញុំខ្ញុំអើឱកាសលោកម្ដងទៀតចាស់យើងនិយាយគ្នាតែថ្ងៃនេះតែប៉ុណ្ណោះអូខេចូលឡានទៅចឹងខ្ញុំគួរតែផ្ញើសារទៅប្រាប់ឆឹងហានសុំទៅផងថ្ងៃនេះខ្ញុំត្រូវធ្វើការបន្ថែមហេតុអីបានជានាងនៅក្នុងឡានជាមួយអាចចង្រៃនោះលោកពេលនេះយើងទៅណាដែរទៅរកម៉ាស៊ីគូខានយកគ្នាយកហើយមើលណោះស្រីនៅក្នុង office របស់ខ្ញុំកំពុងតែជ្រុលជ្រើមដោយសារតែសម្រស់របស់ឯងហើយមកក៏អង្គុយធ្វើមុខកមើអញ្ចឹងហ៎កាត់អីហ៎ឯងខឹងអ្នកណាចង្រៃយើមកខ្ញុំវិញឯងមានរឿងអីនិយាយមករឿងមួយក៏ឯងខកស្នេហ៍ដូចជាខ្ញុំផឹកនៅពេលដែលឯងមិនអាចគ្រប់គ្រងកំហឹងមិនអាចគ្រប់គ្រងអារម្មណ៍របស់ឯងបាននៅពេលដែលឯងជួបមនុស្សស្រីម្នាក់ឯងមិនដឹងថាត្រូវធ្វើយ៉ាងណាជាមិត្តរួមការងារនាងហើយនឹងឯងងើទាំងវូឯងកំពុងតែនិយាយពីអីអូខេខ្ញុំនឹងមិននិយាយពីនាងទៀតទេហើយចឹងមានន័យថាឯងខឹងព្រោះតែហើយមិនមែនទេឯងជួយប្រាប់ខ្ញុំមកមើលធ្វើយ៉ាងណាឲ្យនាងបំភ្លេចសង្សារចាស់របស់នាងបានថាម៉េចនាងមិនតាន់ដាច់ស្រឡះជាមួយនឹងសង្សារចាស់នាងទេមិនមែនចឹងទេគឺអាម៉ាស៊ីននោះព្យាយាមមកតាំងទាននាងទៅវិញទេងាប់ហើយបើចឹងមែនហើយឯងនៅចាំស្អីទៀតហើយមិនក៏មិនយកនាងមកវិញបើមិនចង់ឲ្យនាងត្រឡប់ទៅរកអាម្នាក់នោះម្ដងទៀតមិនក៏មិនយកនាងមកវិញអញ្ចឹងខ្ញុំទៅហើយឈប់សិនប្រូឈប់ឲ្យចុះខ្ញុំហើយនឹងសៀវហ្វៃវិញខ្ញុំបានជួយលោករួចហើយអីមិនក៏បានជួយខ្ញុំខ្លះមកឈប់សិនមកប្រូមកផ្ដល់យោបល់ឲ្យគ្នាសិនខ្ញុំមិនមែនជាអ្នកជំនាញខាងស្នេហាទេហើយខ្ញុំជួយឯងនៅរបៀបណាមិនឃើញពេលពិបាកខ្ញុំមករកឯងទេហើយបើខ្ញុំមានកំណត់ជួយឯងខ្ញុំពិបាកមកពិភាក្សាជាមួយឯងធ្វើអីលបលជើនេះហត់អីបានធ្វើបែបនេះចង់សងសឹកជាមួយខ្ញុំមែនទេហើយម៉េចខ្ញុំដឹងថានាងនៅតែបន្ទោសខ្ញុំប៉ុន្តែខ្ញុំពិតជាមិនអាចធ្វើវាបានទៀតទេនាងក៏ដឹងដែរថាខ្ញុំនឹកនាងរាល់ថ្ងៃខ្ញុំមិនអាចបំភ្លេចនាងបានទេឈិនមិនហៅពួកយើងបានបែកគ្នាហើយឈប់និយាយពាក្យគ្មានបានការទាំងនោះទេបើសិនជាលោកហៅខ្ញុំចេញមកព្រោះតែចង់និយាយពាក្យទាំងអស់នេះសុំទៅខ្ញុំមិនអាចនៅស្ដាប់លោកបានទៀតទេហើយម៉េចកុំធ្វើចឹកអីនាងនៅតែខ្ញុំក៏គួរអាណិតខ្លាំងណាស់ណាឈិនមិនហៅគឺលោកជាអ្នកបាត់បង់ខ្ញុំមុនលោកជ្រើសរើសស្រីម្នាក់នោះបាត់បង់ខ្ញុំហើយឥឡូវនេះមកកការរបស់លោកក៏បានកំណត់ថ្ងៃដូចដល់ហើយដែរលោកក៏កំពុងតែមានកូនទៀតហើយលោកមកជួបខ្ញុំរៀបរាប់ទុកសោកស្អីរបស់លោកគិតថាខ្ញុំជាមនុស្សល្ងងអីហើយម៉េចកុំចឹកអីខ្ញុំពិតជាចង់ជួបនាងពិតមែនគឺចេះទេគ្រួសារសាំងត្រូវការសហការជាមួយនឹងគ្រួសារឈឹងប៉ុន្តែឈឹងហានគឺមិនត្រូវគ្នាជាមួយគ្រួសារសាំងនោះទេដូច្នេះហើយខ្ញុំហើយនឹងនាងគឺនៅតែជាមិត្តល្អមែនទេខ្ញុំចង់ឲ្យនាងជួយខ្ញុំនិយាយជាមួយគេដើម្បីគេសហការជាមួយកុំបារម្ភអីនៅពេលដែលគ្រប់យ៉ាងរួចរាល់ខ្ញុំនឹងសងនាងវិញគ្រប់យ៉ាងសាំងលូគេឲ្យលោកមកទីនេះជួបខ្ញុំមែនទេមើលទៅលោកដូចជាសំណក់មួយក្បាលដែលស្មោះត្រង់ចំពោះម្ចាស់ណាស់មនុស្សនៅក្នុងឋានៈសង្គមទាបអាចធ្វើអ្វីបានទៅក្រៅពីអោនក្បាលគ្រប់គេធ្វើតាមគេហើយម៉េចសូមជួយខ្ញុំផងសូមធ្វើយ៉ាងណាឲ្យការសហការនេះជោគជ័យគ្រួសាររបស់ខ្ញុំនឹងបានប្រសើរឡើងឈិនមិនហៅ
លោកធ្វើឲ្យខ្ញុំខ្ពើមរអែមណាស់ខ្ញុំមិនជួយលោកទេហើយម៉េចនាងផ្លាប់បដោច្រើនណាស់កាលពីមុននាងមិនមែនបែបនេះទេឈឹមមិនហៅលោកគួរអាណិតអាសមម្លេះណោអូឈឹមមិនហៅមិនក៏ឯងនៅតែតាមរំខានមិត្តស្រីរបស់ខ្ញុំទៀតឯងចង់ងាប់ហេតុអីបានចូលមកទីនេះបងភ័យខ្លាំងណាស់ស្មានថាគេធ្វើបាបអូនទៅហើយលោកប្រធានឆឹងនេះគឺជាការយល់ច្រឡំទេខ្ញុំមិនបានធ្វើបាបហើយមិនទេហើយខ្ញុំមិនអាចធ្វើបាបនាងបានទៅហើយមិនអាចឲ្យឯងហៅបានតាមគ្រប់ពេលអញ្ចឹងឯងជាណាអាយ៉ានិយាយខុសទៀតហើយអញខ្ញុំមិនហៅយប់នេះខ្ញុំនឹងឲ្យមិនមានការងារត្រូវធ្វើបើសិនជាគ្មានអីទេយើងទៅមុនហើយមិនអីទេមិនទេហានីចានាងមិនយល់ពីអ្វីដែលមនុស្សប្រុសចង់មានន័យទេខ្ញុំមានន័យថាអាយ៉ាខ្ញុំខ្លាចណាស់អើយកុំស៊ីខ្ញុំមកកុំស៊ីខ្ញុំឆឹងហានតាមកាពីនាងរហូតមិនដឹងជាពួកឯងឡើងក្រេះជាមួយគ្នាប្រហែលដងហើយទេឆឹងហានមកក៏លោកដឹងថាខ្ញុំនៅទីនេះយ៉ាងម៉េចខ្ញុំរំខាននាងនឹងមិត្តប្រុសរំលឹករឿងចាស់កាលពីអតីតប្រហែលខ្ញុំទេកុំធ្វើខ្លួនដូចជាមិត្តប្រុសរបស់ខ្ញុំទៀតឲ្យសោះខ្ញុំមិនព្រមទទួលលោកទេអើខ្ញុំនិយាយស្អីមិញលបល់យកអូយស្លាប់ហើយអូយឆាំងហានកំពុងតែខឹងខ្លាំងហើយពិតមែនណាអញ្ចឹងកន្លងមកខ្ញុំជាអ្នកគិតម្នាក់ឯងធ្វើគ្រប់យ៉ាងម្នាក់ឯងមែនទេនាងមិនបានពេញចិត្តទេមែនទេឆាំងហានខ្ញុំមិនបានចង់មានអីចឹងទេឆាំងហានធ្វើដូចជាមិត្តប្រុសរបស់នាងគ្រាន់តែចង់ឲ្យនាងបំភ្លេចអាចចង្រៃមនុស្សគ្រាន់តែចង់ជួយនាងពីអាចចង្រៃម្នាក់នោះមិនក៏នាងមិនយល់ខ្ញុំខឹងចង់ងាប់ហើយនាងបែរជាមិនតាមមកលួងពុទ្ធោអើយលបល់យកនេះហើយម៉េនាងពិតជាសាហាវណាស់អូគ្មានសោកស្ដាយដឹកកំផុសខ្លួនឯងអីទេតុកអូនាងនៅមានសតិសម្បជញ្ញៈដែរដឹងឲ្យខ្លួនឯងខុសដែរបានជាតាមខ្ញុំមកទីនេះល្អហើយនាងចំអកហើយមិនក៏មិននិយាយមកមិនក៏មិននិយាយលបល់យកខ្ញុំមិននឹងខឹងនាងសម្បើមណាទោះបីជានាងនិយាយអីក៏ខ្ញុំមិនអធិស្ឋាននាងដែរលោកអូមកកដុំឆែបឯងជាណាលោកមានក្មេងស្រីម្នាក់ឈ្មោះហៃម៉ៃប្រាប់ខ្ញុំឲ្យប្រាប់លោកថានាងអត់បានយកកាបូបលុយមកទេអញ្ចឹងសូមឲ្យលោកជួយចាញ់លុយឲ្យនាងផងនេះគឺជាវិក័យប័ត្រលោកកដុំឆែបបធូរអើយអញ្ចឹងទេអីនាងមករកខ្ញុំគ្រប់ពេលតែមានបញ្ហានាងគិតដល់ខ្ញុំគ្រប់ពេលដែលនាងត្រូវការដោះទឹកតែប៉ុណ្ណោះបធូរអើយថាម៉េចលោកតើខ្ញុំអាចស្គាល់លេខទូរស័ព្ទរបស់លោកផងបានទេប៉ែវចង្រៃយោចេញទៅចាញ់ហេប្រសង្ហាកំតាន់អាចទៅមើលបថោឆាំងហានអូយបថោខ្ញុំធ្វើដាក់គេហួសហេតុពេកទេអី